សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយយកមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ដោយសាច់រឿងនេះផងដែរគឺជាសាច់រឿងទី1នៅក្នុង Channel របស់ខ្ញុំសាច់រឿងនេះគឺនិយាយអំពីមានបុរសចំណាស់3នាក់គាត់បានបបួលគ្នាទៅកាយកំណត់នៅឯព្រៃមួយហើយតទៅមកគាត់ជួបហេតុការណ៍អីគឺព្រោះយ៉ាងណាខ្លះចាំបងប្អូនទាំងអស់គ្នាស្ដាប់សាច់រឿងពេញបន្តិចទៀតនេះឥឡូវយើងកុំឲ្យខាតពេលយូរសូមបងប្អូនទាំងអស់គ្នាចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាដូចតទៅសូមអរគុណសាច់រឿងរបស់យើងថ្ងៃនេះផងដែរហ្នឹងគឺចាប់ផ្ដើមនៅក្រោមផ្ទះឈើចាស់មួយកន្លែងពេលនោះមានបុរសចំណាស់2នាក់ដែលមានឈ្មោះថាលោកអ៊ំលេងនិងលោកអ៊ំដែនដែលកំពុងអង្គុយហូបស្រាថ្នាំតាមបែបអ្នកស្រុកស្រែជនបទពេលនោះក្លិនស្រាថ្នាំដែលគាត់បានហូបនោះបានសាយភាយពេញមកទីធ្លាចិត្តដែលកន្លែងដែលគាត់នៅនឹងឯងស្របពេលដែលគាត់កំពុងតែជជែកគ្នារឿងដាំដំណាំដាំដុះចិញ្ចឹមសត្វគោក្របីអីហ្នឹងស្រាប់តែមានបរិសចំណាស់ម្នាក់ទៀតហ្នឹងគឺគាត់មានឈ្មោះថាលោកអ៊ំលឹមដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកអ៊ំទាំងពីរខាងលើនឹងឯងគាត់បានដើរមកដល់ដោយទឹកមុខញញឹមប្រព្រាយដូចសពមួយដងអញ្ចឹងលោកអ៊ំលឹមទៀតសោតគាត់បានទាញកៅអីមកអង្គុយជិតពេលនោះផងដែរហ្នឹងគាត់បាននិយាយទៅកាន់លោកអ៊ំទាំងពីរថាពួកឯងគិតតែពីផឹកស្រានេះវាមិនជួយឲ្យជីវិតធូរធារទេមើលនេះណែពេលដែលគាត់ថាមើលនេះណែហ្នឹងគាត់បានបើកសៀវភៅអ្វីម្យ៉ាងបង្ហាញដែលក្នុងសៀវភៅនោះគឺមានគំនូសផែនទីដែលគាត់ថាជាទីតាំងរបស់ជីតាគាត់ដែលបានគូសកត់ចំណាំទុកដោយសារមុនសម័យសង្គ្រាមមកដល់ហ្នឹងជីតារបស់គាត់បានយកមាសឬក៏កំណប់យកទៅកប់ទុកនៅឯក្នុងព្រៃដើម្បីគិតថាពេលដែលសង្គ្រាមស្ងប់សុខមកវិញហ្នឹងពួកគាត់នឹងទៅកោះយកមកវិញហើយបន្ទាប់ពីគាត់បានបញ្ជូលសាច់រឿងដែលតាក់ទងនឹងគំនូសផែនទីនៅក្នុងសន្លឹកសៀវភៅនេះហើយហ្នឹងក៏លោកអ៊ំលឹមហ្នឹងគាត់បានបបួលលោកអ៊ំទាំងពីរថាមិនមកហ្នឹងយើងចូលទៅព្រៃទៅមើលតាមផែនទីហ្នឹងទៅក្រែងលោអាចរកទីតាំងឃើញកាយមកបានកំណប់ហ្នឹងបើសិនជាបានហ្នឹងពួកគាត់នឹងក្លាយទៅជាអ្នកមានប្រចាំភូមិហ្នឹងហ្មងបើសិនជាបានហ្នឹងមិនមែនថាមានប្រចាំភូមិទេប្រចាំស្រុកដែលគាត់រស់នៅតែម្ដងបងប្អូនដឹងហើយកំណប់ពីដើមដែលគេកប់ហ្នឹងមិនមែនមាសប្រាក់តិចតួចគេយកទៅកប់អីសុទ្ធតែរាប់ដំឡឹងពេលនោះផងដែរហ្នឹងលោកអ៊ំដែនហើយនឹងលោកអ៊ំឯងហ្នឹងគាត់បានបដិសេធគាត់ថាទៅធ្វើអីចាស់អស់ហើយហ្នឹងទៅគិតរឿងកំណប់អញ្ចឹងទៅអីទៀតណាមួយហ្នឹងគាត់ក៏មិនសូវជឿដែរថាកំណប់ហ្នឹងវាអាចបន្សល់ទុកឡើង30ឆ្នាំ40ឆ្នាំអីចឹងប៉ុន្តែលោកអ៊ំលឹមហ្នឹងគាត់នៅតែចេះបបួលពួកគាត់ទាំងពីរថាចង់ទៅដោយលោកអ៊ំទាំងពីរខាងលើហ្នឹងគាត់ខ្លាចលោកអ៊ំលឹមលួចទៅម្នាក់ឯងឬក៏គាត់របៀបថាកំណប់មកបាំងហើយលេងគាត់ទៅតែឯងអីចឹងទៅក្នុងព្រៃជ្រៅផងហើយតួអង្គលោកអ៊ំលឹមនេះទៀតសោតគាត់ធ្លាប់ដើរជាមួយលោកអ៊ំទាំងពីរខាងលើប៉ុន្តែគាត់អត់ចេះមន្តអាគមអីទេចឹងទៅគាត់ខ្លាចមានគ្រោះថ្នាក់គាត់ក៏ដាច់ចិត្តថាទៅក៏ទៅជ្រុលទៅហើយគាត់ទៅកាប់ថ្នាំកាប់អីដែរចឹងណាពេលនោះពួកគាត់ក៏និយាយត្រូវរើគ្នាថានឹងទៅនៅព្រឹកស្អែកបន្ទាប់ពីគាត់និយាយត្រូវរើគ្នាអស់ហើយហ្នឹងពួកគាត់ក៏បន្តហូបស្រានឹងជុំគ្នារហូតដល់តុនភ្នែករៀងខ្លួនទៅពួកគាត់ត្រឡប់ទៅផ្ទះវិញលុះស្អែកព្រឹកឡើងហ្នឹងម៉ោងប្រហែលជា4កន្លះទៀបភ្លឺអ៊ំលឹមអ៊ំឯងហើយនឹងអ៊ំដែនហ្នឹងគាត់បានរៀបចំសម្ភារៈចាំបាច់មួយចំនួនហ្នឹងមានស្បោងមានអីនឹងថងយាមរបស់លោកអ៊ំឯងហើយនឹងលោកអ៊ំដែនហ្នឹងនិយាយទៅរឿងចូលព្រៃនេះបងប្អូនគាត់អាចភ្លេចបានតែរឿងថងយាមឬក៏របស់របរដែលការពារខ្លួនពួកគាត់ហ្នឹងដាច់ខាតគាត់អាចភ្លេចបានទេបើថាភ្លេចហើយគាត់ចូលព្រៃផងហ្នឹងពេលមានឧបសគ្គមានបញ្ហាអីហ្នឹងមិនដឹងថាដោះស្រាយយ៉ាងណាបងប្អូនដូចថាយើងទៅធ្វើសឹកហើយបើយើងភ្លេចដាវយើងនឹងប្រយុទ្ធមកឈ្នះគេទេនៅពេលដែលពួកគាត់រៀបចំអីវ៉ាន់រួចរាល់អស់ហើយហ្នឹងពួកគាត់ក៏ចាប់ផ្ដើមឡើងជិះរទេះគោទៅដោយគាត់ធ្វើដំណើរអស់ប្រហែលជាជាងពាក់កណ្ដាលថ្ងៃម៉ោង
ជិត12ទើបគាត់ទៅដល់ផ្លូវចូលមាត់ព្រៃដោយនៅផ្លូវចូលមាត់ព្រៃនោះក៏មានផ្ទះបងប្អូនគាត់រស់នៅមួយផងដែរពេលនោះគាត់បានឃើញផ្ទះឈើចាស់មួយគាត់ក៏បានជិះចូលដោយគោលបំណងរបស់គាត់ហ្នឹងគឺចង់ផ្ញើរទេះគោនៅផ្ទះមួយហ្នឹងហើយហ្នឹងក៏គាត់ធ្វើដំណើរដោយថ្មើរជើងចូលទៅក្នុងព្រៃដោយមិនអាចជិះរទេះគោចូលព្រៃបានទេដោយម្ចាស់ផ្ទះមួយហ្នឹងទៀតសោតហ្នឹងគាត់ក៏ជាលោកយាយចំណាស់ម្នាក់ហើយគាត់មានទៅចិត្តកំណាញ់អីរឿងផ្ញើរទេះគោរទេះក្របីនេះដោយសារផ្ទះគាត់ហ្នឹងគឺនៅជិតផ្លូវដែលគេធ្វើដំណើរចូលទៅក្នុងព្រៃអញ្ចឹងហើយជារឿយៗតែងតែមានបងប្អូនឬក៏ព្រានព្រៃដែលគាត់ចូលទៅក្នុងព្រៃកាប់ថ្នាំឬក៏បរបាញ់សត្វហ្នឹងគាត់បានផ្ញើយានជំនិះរបស់ពួកគាត់ហ្នឹងនៅផ្ទះរបស់លោកយាយជាញឹកញាប់នៅពេលដែលគាត់ផ្ញើរទេះគោនៅផ្ទះលោកយាយចំណាស់ហើយហ្នឹងគាត់បំរុងនឹងឈានជើងដើរចេញដើម្បីចូលទៅក្នុងព្រៃហើយលោកយាយហ្នឹងក៏គាត់បានសួរនាំគាត់ដាច់ចិត្តសួរថាទៅណាមកណាដែរឃើញមានអីវ៉ាន់សំពីងសំពងអីហ្នឹងហើយពួកគាត់ហ្នឹងក៏បានតបទៅវិញពេលនោះហ្នឹងលោកអ៊ំអេងគាត់បានតបទៅលោកយាយថាពួកគាត់ហ្នឹងគឺចូលព្រៃដើម្បីកាប់ថ្នាំកាប់អីតិចតួចហ្នឹងដោយសារពួកគាត់ហ្នឹងគឺជាគ្រូថ្នាំខ្មែរធម្មតាទេបន្ទាប់ពីបានឮការឆ្លើយតបរបស់លោកអ៊ំអេងហើយលោកយាយក៏គាត់ថាបើចូលព្រៃរាក់អីហ្នឹងនៅជាទៅបានហើយក៏មានថ្នាំដែរកុំចូលទៅព្រៃជ្រៅពេកគាត់ថានៅក្នុងព្រៃហ្នឹងវាមិនមែនជាព្រៃធម្មតាដូចកន្លែងផ្សេងទេហើយធ្លាប់មានព្រានព្រៃ2នាក់ចូលកាលពីប្រហែលខែមុនហ្នឹងគឺបាត់ខ្លួនអត់ឃើញពួកគាត់ត្រឡប់មកវិញទេនិយាយទៅហ្នឹងលោកយាយគាត់ហាមហ្នឹងមិនមែនដោយសារតែមានគេបាត់ខ្លួនអីទេចុះយើងផ្ទះយើងនៅមាត់ព្រៃទោះមានរឿងអីហ្នឹងក៏មុននឹងដឹងដល់អ្នកភូមិផ្សេងហ្នឹងក៏ត្រូវដឹងដល់គាត់សិនដែរចឹងហើយទើបគាត់ហាមប្រាមទៅកាន់ពួកអ៊ំបន្ទាប់ពីបានស្ដាប់នៅបំរាមដែលលោកយាយគាត់ប្រាប់ហើយពួកគាត់ក៏បានលើកដៃសំពះអរគុណហើយលាលោកយាយចូលទៅក្នុងព្រៃតែម្ដងហើយភ្លេចប្រាប់បងប្អូនពួកគាត់ចូលព្រៃនេះគាត់មានកំភ្លើងមួយដើមផងដែរដោយកំភ្លើងនោះគឺលោកអ៊ំដែនគាត់ជាអ្នកស្ពាយលុះពួកគាត់បន្តដំណើររហូតចូលទៅក្នុងព្រៃកាន់តែជ្រៅទៅហើយព្រៃនេះទៀតសោតហ្នឹងមិនមែនជាព្រៃធម្មតាដោយលោកយាយគាត់និយាយមែនប៉ុន្តែអ្វីដែលគាត់បានឆ្លងកាត់ហ្នឹងព្រៃហ្នឹងវាមានដើមឈើធំដែលមានសភាពចាស់បុរាណណាយើងមើលទៅយើងដឹងថាដើមឈើហ្នឹងវាមានអាយុរាប់រយឆ្នាំអ្វីត្បិតតែដើមឈើធំជួយបិទបាំងពន្លឺថ្ងៃពីពួកគាត់មែនប៉ុន្តែពួកគាត់មានអារម្មណ៍ថាត្រជាក់មែនតែនហើយត្រជាក់នេះមិនមែនត្រជាក់ធម្មតាទេគឺត្រជាក់បែបស្រាវឆ្អឹងខ្នងតែម្ដងហើយនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចទៅហ្នឹងឬក៏អស់ស្ដង់កត់ហ្នឹងអាកាសធាតុក្នុងព្រៃហ្នឹងក៏ចាប់ផ្ដើមប្រែប្រួលកាន់តែខ្លាំងទៅពេលនោះអ៊ំលឹមដែលជាមនុស្សដែលតែងតែលេងសើចស្រាប់តែស្ងាត់មាត់ឈើងហើយដៃរបស់គាត់ចាប់ផ្ដើមញ័រដោយមិនដឹងខ្លួនហើយខ្យល់ដែលបក់មកប៉ះនឹងរាងកាយរបស់ពួកគាត់ហ្នឹងវាត្រជាក់ស្រេបតែម្ដងដូចជាប៉ះនឹងទឹកកកដែលគ្មានថ្ងៃរលាយអញ្ចឹងក្លិនផ្កាព្រៃដែលធ្លាប់តែក្រអូបបែរជាមានក្លិនស្អុយរលួយដូចជាសាកសពដែលកប់ទុកយូររាប់ឆ្នាំអញ្ចឹងពេលនោះលោកអ៊ំអេងគាត់បានបញ្ឈប់ការធ្វើដំណើររបស់គាត់ហើយលើកដៃជាសញ្ញាឲ្យមិត្តភ័ក្តិរបស់គាត់ទាំងពីរឈប់ដែរហើយមូលហេតុដែលអ៊ំអេងគាត់ឲ្យមិត្តភ័ក្តិរបស់គាត់ឈប់ដែរហ្នឹងពេលនោះហ្នឹងគឺគាត់មានអារម្មណ៍ថាសង្ស័យថាអាភាពត្រជាក់ដែលមកប៉ះនឹងរាងកាយពួកគាត់ហ្នឹងវាមិនមែនត្រជាក់ដោយសារតែខ្យល់ឬក៏អាកាសធាតុនោះទេក្នុងចិត្តគាត់ហ្នឹងគឺគាត់គិតថាដូចជាមានភ្នែកអ្វីម្យ៉ាងកំពុងតែសម្លឹងមកកាន់ពួកគាត់ដែលមិននៅឆ្ងាយប៉ុន្មានពីពួកគាត់នោះទេប៉ុន្តែគាត់ងាករកមើលហ្នឹងគឺមើលមិនឃើញឡើយហើយពេលនោះហ្នឹងគឺគាត់សម្រេចចិត្តថាយប់នេះពួកគាត់សម្រាកនៅកន្លែងដែលគាត់ឈប់នឹងតែម្ដងប៉ុន្តែគាត់សម្រាកនោះគឺគាត់មិនបានសង់ភ្នាក់ទេព្រោះគាត់មានអារម្មណ៍ថាមិនស្រួលគាត់អត់អាចធ្វើដំណើរទៅមុខទៀតបានទេដោយសារមេឃយប់ហើយគាត់មានតែភ្លើងចង្កៀងមើលផ្លូវឃើញតែមកជុំវិញមនុស្សហ្នឹងអត់ដឹងថានៅមុខហ្នឹងជួបអ្វីទៀតចឹងហើយទើបគាត់សម្រេចចិត្តថាសម្រាកសិនចាំព្រឹកឡើងចាំចេញដំណើរទៅមុខបន្តទៀតប៉ុ
ប៉ុន្តែនៅពេលដែលគាត់រៀបចំសម្រាប់នោះលោកអ៊ំដែរហ្នឹងណាគាត់ក៏មិនភ្លេចដែរនៅការចងសីមាជុំវិញមកបរិវេណដែលគាត់សម្រាប់ហ្នឹងណាទោះថាវាមិនអាចការពារពីពពួកសត្វព្រៃបានមែនប៉ុន្តែសីមាគាត់នេះក៏អាចការពារពីពពួកខ្មោចព្រាយបិសាចដែលចង់យាយីមកកាន់ពួកគាត់ដែរបន្ទាប់ពីអ៊ំដែនគាត់បានចងសីមាអីរួចរាល់ហ្នឹងពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាហូបបាយដែលខ្ចប់ជាមួយនឹងត្រីងៀតពីផ្ទះមកប៉ុន្តែយប់នោះគាត់មិនបានហូបស្រានោះទេនៅពេលដែលហូបបាយហើយហ្នឹងពួកគាត់ក៏ដាក់វេនគ្នាយាមម្នាក់នៅយាមហើយពីរនាក់ទៀតសម្រាកគឺឆ្លាស់វេនគ្នាម្នាក់ម្ដងអញ្ចឹងទៅពេលនោះលោកអ៊ំអេងគាត់បានឲ្យលោកអ៊ំលឹមហើយនឹងលោកអ៊ំដែនគាត់សម្រាកមុនដោយគាត់ស្ម័គ្រចិត្តនៅយាមដោយហេតុថាគាត់មិនទាន់សូវងងុយនោះទេនៅរាត្រីដ៏ស្ងប់ស្ងាត់មួយនោះដែលមានបំភ្លឺតែភ្លើងចង្កៀងលំពីព្រៃនោះទៀតសោតហ្នឹងពេលនោះលោកអ៊ំឯងដែលនៅអង្គុយយាមនោះគាត់បានឮសំឡេងមនុស្សស្រីដែលយំខ្សឹបខ្សួលបានបន្លឺឡើងពីក្រោយកំពតព្រៃមួយលោកអ៊ំឯងដែលកំពុងតែអង្គុយនោះគាត់ក៏បានងើបឈរហើយផ្ទៀងស្ដាប់សំឡេងនោះដោយស្រែកយំដង្ហោយហៅថាជួយផងជួយកូនខ្ញុំផងហើយបន្ទាប់មកហ្នឹងលោកអ៊ំឯងគាត់ក៏បានដាស់លោកអ៊ំទាំងពីរឲ្យមកជួយស្ដាប់គ្នាគាត់ខ្លាចថាគាត់ស្ដាប់ឮមិនសូវច្បាស់អីហ្នឹងណាពេលនោះហ្នឹងលោកអ៊ំលឹមហើយនឹងលោកអ៊ំដែនហ្នឹងពួកគាត់ក៏បានឮដូចជាលោកអ៊ំឯងដែរពេលនោះលោកអ៊ំលឹមបំរុងនឹងក្រោកដើរទៅរកសំឡេងនោះទៅហើយហ្នឹងប៉ុន្តែត្រូវលោកអ៊ំដែនបានចាប់ដៃជាប់រួចគុកសឹបដាក់ត្រចៀកថាកុំទៅឯងចាំមើលឲ្យច្បាស់សិនតើវាមានមនុស្សស្រីឯណាមកជុំកណ្ដាលព្រៃជ្រៅបែបនេះឯងគិតទៅមើលពេលនោះផងដែរហ្នឹងពួកគាត់ក៏បានផ្ទៀងត្រចៀកស្ដាប់ហើយព្យាយាមមើលទៅកាន់ទិសដៅដែលសំឡេងកំពុងតែរសាត់អណ្ដែតមើលកាន់តែជិតគាត់ទៅពេលនោះហ្នឹងក៏ស្រាប់តែលេចចេញនៅរូបរាងមនុស្សស្រីម្នាក់ដែលមានសក់វែងអស់ដីមុខមាត់ឡើងខ្មៅហើយគ្មានភ្នែកគ្មានច្រមុះនោះទេវាកំពុងតែវាយឺតសំដៅមកកាន់ពួកគាត់ពេលនោះអ៊ំលឹមភ័យរហូតស្ទើរតែលេចនោមដាក់ខោទៅហើយគាត់បានពោលថាម៉ែអើយជួយកូនផងថ្វីត្បិតតែគាត់បានពាត់សីមាជុំវិញបរិវេណដែលគាត់សម្រាកពិតមែនប៉ុន្តែពេលនោះលោកអ៊ំឯងគាត់បានទាញយកម្សៅអ្វីម្យ៉ាងពីថង់យាមរបស់គាត់មកសោតនៅមុនគាថាដែលគាត់ចេះបន្ទាប់មកគាត់ក៏បាចទៅលើខ្មោចស្រីនោះហើយខ្មោចស្រីមួយនោះក៏បានរលាយបាត់ទៅដោយសុទ្ធតែផ្សែងខ្មៅហោះឡើងទៅលើរួចក៏បន្លឺសំឡេងស្រែកយ៉ាងខ្លាំងរហូតដល់សត្វស្លាបហើរចេញពីព្រៃទាំងវងពេលនោះលោកអ៊ំឯងក៏បាននិយាយទៅកាន់លោកអ៊ំលឹមថាឯងឃើញទេអាលឹមនេះបើកុំតែអាដែនវាចាប់ឯងជាប់ម្លេះឯងនឹងក្លាយទៅជាចំណីរបស់ព្រាយស្រីនេះជាក់ជាមិនខានឡើយបន្ទាប់ពីវិញ្ញាណខ្មោចស្រីនោះបានរលាយបាត់ទៅក្នុងផ្សែងខ្មៅភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានត្រឡប់មកគ្របដណ្ដប់ម្ដងទៀតអ៊ំលឹមដែលមិនទាន់នឹងបាត់ពីភាពភ័យខ្លាចនោះក៏ស្រវេស្រវារកដាច់កេះដើម្បីមកបង្កាត់ភ្លើងឲ្យកាន់តែឆេះមើលឃើញបរិវេណជុំវិញនោះកាន់តែច្បាស់ដោយសារតែគាត់គិតថាបើសិនជាងឹតបែបនេះហ្នឹងបើថាមានស្អីចេញមកទៀតតលតែមកដល់ចិត្តខ្លួនទើបគាត់អាចមើលវាឃើញដូច្នេះហើយទើបគាត់បង្កាត់ភ្លើងបែបនេះបើថាមានសភាវៈអ្វីចេញមកក៏គាត់អាចឃើញពីចម្ងាយពួកគាត់អាចត្រៀមខ្លួនបានទុកជាមុតអ៊ំលឹមក៏បានសួរទៅកាន់លោកអ៊ំឯងថាអេងខ្មោចហ្នឹងវាទៅមែនតែនហើយមែនទេចុះបើវានាំគ្នាវាមួយភូមិមកទៀតតែយើងគិតយ៉ាងម៉េចទៅពេលនោះអ៊ំឯងគាត់មិនឆ្លើយតបទៅកាន់អ៊ំលឹមភ្លាមនោះទេគាត់អង្គុយថ្មិចភ្នែកមួយសន្ទុះរួចក៏ដកដង្ហើមធំថាវាមិនមកទៀតទេព្រោះមិញនេះឯងឃើញស្រាប់ហើយវាបានរលាយស្រែកយ៉ាងឈឺចាប់ប៉ុន្តែឯងកុំតន់សប្បាយអីណាអាលឹមថ្មីត្បិតតែវារលាយបាត់ទៅមែនពីព្រោះនេះគ្រាន់តែជាការស្វាគមន៍នៃព្រៃនេះមកកាន់ពួកយើងទេយើងមិនទាន់ធ្វើដំណើរទៅដល់គោលដៅដែលពួកយើងចង់ទៅឡើយនេះយើងមិនដឹងទេថាផ្លូវខាងមុខយើងត្រូវជួបជាមួយនឹងអ្វីទៀតហើយមានអ្វីខ្លះកំពុងតែរងចាំយើងនៅខាងមុខបន្ទាប់ពីនិយាយចប់ពួកគាត់ទាំង3ក៏នាំគ្នាចូលសម្រាកដោយលើកនេះមិនមាននរណានៅយាមនោះទេដោយសារតែមេឃហ្នឹងក៏វាចិត្តភ្លឺមកវិញដែរហើយលុះពួកគាត់សម្រាករហូតដល់ព្រឹកឡើងក៏នាំគ្នារៀបចំអីវ៉ាន់ដើម្បីចេញដំណើរទៅមុខបន្តទៀតលុះពួកអ៊ំបន្តដំណើរស្ទើរតែពាក់កណ្ដាលថ្ងៃទៀត
ពួកគាត់ក៏បានមកដល់មាត់អូរមួយដែលមានទឹកថ្លាឆ្វេងពេលនោះអ៊ំលឹមគាត់បែកញើសផងហើយថែមទាំងហត់ទៀតនោះគាត់ក៏ទ្រាំមិនបានគាត់ក៏បានទៅងូតទឹកនៅមាត់អូរមួយនោះប៉ុន្តែអ្វីដែលធ្វើឲ្យគាត់តក់ស្លុតនោះគឺនៅលើមាត់អូរនោះមានសាកសពសត្វឆ្លុះពីរក្បាលដែលដេកងាប់នៅក្នុងសភាពរយៈសាច់យ៉ាងអណោចអធមហើយគាត់ក៏បានស្រែកហៅលោកអ៊ំទាំងពីរដែលនៅពីចម្ងាយពីគ្នាប្រហែលជា30ទៅ40ម៉ែត្រហ្នឹងឲ្យពួកគាត់មកមើលគ្រាន់តែអ៊ំទាំងពីរគាត់បានឃើញសភាពសាកសពសត្វឆ្លុះនោះភ្លាមគាត់ក៏ដឹងបាត់ទៅហើយថានៅតំបន់នេះមិនស្រួលនោះទេព្រោះសភាពសត្វឆ្លុះនេះគាត់ដឹងច្បាស់ថាវារងការវាយប្រហារពីសត្វកាចសាហាវគ្នាវានោះឯងរំពេចនោះអ៊ំដែនកំពុងតែសម្លឹងមើលទៅសត្វឆ្លុះនោះស្រាប់តែគាត់បានឮសំឡេងនៅក្នុងទឹកឡើងកក្រំហើយគាត់ស្មានតែលោកអ៊ំលឹមហ្នឹងគាត់លោតលេងទឹកហើយគាត់បំរុងនឹងស្រែកប្រាប់ដោយហេតុថាមើលទៅទឹកហ្នឹងវាថ្លាមែនប៉ុន្តែសាកសពសត្វឆ្លុះងាប់យ៉ាងរលេះរលួយនៅនឹងមាត់ទឹកបែបនេះច្បាស់ណាស់ថាទឹកនោះវានឹងមានជាតិពុលជាមិនខានប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់ហ្នឹងសំឡេងក្នុងទឹកដែលបង្កឡើងមុននេះហ្នឹងមិនមែនដោយសារតែលោកអ៊ំលឹមនោះទេលោកអ៊ំលឹមគាត់បាននៅឈរនៅក្រោយខ្នងរបស់លោកអ៊ំទាំងពីរនេះឯងតើបងប្អូនដឹងទេថានោះគឺជាសំឡេងអ្វីនោះគឺជាសត្វក្រពើពីរក្បាលដ៏ធំវាកំពុងតែខំប្រឡែងគ្នានៅក្នុងទឹកអូរមួយនោះគ្រាន់តែបានឃើញសត្វក្រពើនោះភ្លាមពួកគាត់ក៏មិនចាំយូរទៀតដែរក៏នាំគ្នាស្រូតចេញដំណើរទៅមុខបន្តទៀតដោយពួកគាត់មិនបានទៅប៉ះពាល់ដល់សត្វក្រពើនោះឡើយណាមួយវាក៏មិនបានមកធ្វើអ្វីមកកាន់ពួកគាត់មុនដែរនិយាយទៅអ៊ំគាត់សុំតែសុខទេគាត់មិនដែលទៅបៀតបៀនគេមុនឡើយមិនថាពួកមនុស្សសត្វកាចសាហាវឬក៏ខ្មោចព្រាយបិសាចនោះទេលុះរហូតពួកគាត់បានធ្វើដំណើរទៅដល់ភូមិចាស់មួយប៉ុន្តែគ្មានផ្ទះសំបីតែមួយដែលនៅសេសសល់មានតែឈើដែលដេកដួលនៅលើដីពោពេញទៅដោយស្មៅនិងវល្លិព័ទ្ធជុំវិញដ៏ខៀវស្រងាត់បន្ទាប់ពីធ្វើដំណើរដល់ភូមិចាស់នោះបានបន្តិចពួកគាត់ក៏បានទៅដល់ទីតាំងដែលជាគោលដៅនៃកំណត់នោះប៉ុន្តែដោយសារពេលនោះថ្ងៃក៏លិចបាត់ហើយមេឃក៏ចាប់ផ្ដើមងងឹតពួកគាត់មិនទាន់ខ្វល់ពីកំណត់អ្វីនោះទេចំណែកឯអ៊ំលឹមវិញគាត់គ្រាន់តែបានឃើញតម្រុយនៃកំណត់ភ្លាមគាត់ញញឹមបិទមាត់មិនជិតនោះទេពេលនោះពួកគាត់ក៏នាំគ្នារកដើមឈើធំមួយដែលដុះនៅតែឯងឆ្ងាយពីដើមឈើដទៃទៀតដើម្បីសង់ធ្នាក់សម្រាប់សម្រាកយប់នឹងតែម្ដងហើយការធ្វើធ្នាក់នេះពួកគាត់មិនបានយកឈើដែលសេសសល់ពីផ្ទះចាស់មកធ្វើឡើយពួកគាត់បានកាប់ឈើនិងឫស្សីថ្មីមកចងធ្វើជាធ្នាក់ថ្មីដោយគាត់គិតថាក្រៅពីឈើនោះវាមានសភាពពុកផុយហើយវាក៏អាចជាឈើរបស់គេក៏ថាបានដូច្នេះហើយទើបពួកគាត់សម្រេចចិត្តថាមិនប៉ះពាល់របស់ទាំងនោះទេពេលសង់ធ្នាក់ហើយអ៊ំបានដាំបាយអីហូបជាធម្មតាហើយបង្កាត់ភ្លើងនៅក្រោមធ្នាក់ 3-4 ពំនូកចឹងទៅដើម្បីងាយស្រួលមើលនៅជុំវិញបរិវេណធ្នាក់របស់គាត់ណាមួយវាក៏អាចជួយដេញមូសបានផងដែរមុនពេលឡើងទៅលើធ្នាក់ហ្នឹងអ៊ំអេងនិងអ៊ំដែនហ្នឹងពួកគាត់ក៏មិនភ្លេចនោះដែរពួកគាត់ទាំងពីរបានរួមគ្នាពាត់សីមានៅជុំវិញដើមឈើដែលគាត់សម្រាកនោះបន្ទាប់មកទើបពួកគាត់ឡើងទៅលើធ្នាក់នៅយប់នោះពួកគាត់បាននាំគ្នាដកមេនៅក្រោមពន្លឺព្រះច័ន្ទដែលភ្លឺលឹមចូលមកក្នុងព្រៃជាមួយនឹងពំនូកភ្លើងដែលកំពុងឆេះតិចនៅពីក្រោមធ្នាក់របស់ពួកគាត់កំឡុងពេលដែលពួកគាត់កំពុងនិយាយគ្នានៅលើធ្នាក់នោះអ៊ំលឹមតែងតែនិយាយពីរឿងកំណប់នោះថាបើបានគាត់នឹងយកលុយនោះទៅជួលអ្នកបម្រើទិញគោក្របីមកចិញ្ចឹមអីចឹងទៅចំណែកឯអ៊ំអេងនិងអ៊ំដែនវិញគាត់នៅតែមិនជឿដដែលថាវាមានកំណប់ទោះបីថាថ្ងៃស្អែកកាយមកមានវត្ថុតាងថាជាទីតាំងកំណប់បុរាណមែនក៏ពួកគាត់ទាំងពីរមិនគិតថាមានមាសប្រាក់ដែលនៅសេសសល់នោះដែរលុះពួកគាត់ផឹករហូតដល់យប់ជ្រៅបើតាមសម្ដីគាត់ពេលនោះម៉ោងប្រហែលជា11ទៅ12កណ្ដាលអាធ្រាត្រទៅហើយពេលនោះអ៊ំលឹមគាត់សប្បាយចិត្តពេកគាត់ហូបស្រាច្រើនគាត់បានសន្លប់នៅលើធ្នាក់នោះតែម្ដងនៅសល់តែអ៊ំទាំងពីរដែលកំពុងអង្គុយជជែកគ្នាពីហេតុការណ៍ដែលគាត់បានជួបពេលដែលគាត់ធ្វើដំណើរមក
ស្របពេលគាត់កំពុងអង្គុយនិយាយគ្នាពីលើថ្នាក់នោះគាត់ក៏បានឮសំឡេងមនុស្សប្រុសពីរនាក់កំពុងតែនិយាយគ្នាហើយដើរមកកាន់ដើមឈើដែលគាត់សង់ថ្នាក់នោះពេលពួកគេដើរមកដល់គេក៏បានសម្លឹងទៅកាន់អ៊ំហើយស្រែកសួរអ៊ំថាតើលោកបងជាអ្នកភូមិខាងលើមែនទេហើយគេថាពួកគេនឹងជាព្រានព្រៃហើយបានវង្វេងព្រៃជាយូរមកហើយមិនដឹងថាប៉ុន្មានថ្ងៃប៉ុន្មានខែហើយទេពួកគេរកផ្លូវចេញពីព្រៃនេះមិនឃើញទាល់តែសោះគ្រាន់តែឮសម្ដីគេដូច្នោះភ្លាមអ៊ំដែននឹងគាត់ក៏បាននឹកឃើញសម្ដីលោកយាយចំណាស់ដែលគាត់បានផ្ញើរទេះគោពេលដែលគាត់ចូលព្រៃដំបងហ្នឹងលោកយាយនោះគាត់ថាមានព្រានព្រៃពីរនាក់បានបាត់ខ្លួនកាលពីប៉ុន្មានខែមុននោះពេលនោះបុរសម្នាក់ក្នុងចំណោមពួកគេនោះក៏បានសុំអ៊ំឡើងលើថ្នាក់ផងគេថាសុំពេលណាពួកអ៊ំត្រឡប់ចូលភូមិវិញពួកគេសុំទៅជាមួយប៉ុន្តែអ៊ំគាត់មិនបានតបទៅកាន់ពួកគេវិញឡើយដោយគិតក្នុងចិត្តថាវង្វេងព្រៃជាច្រើនខែបែបនេះហើយថែមទាំងគ្មានកន្លែងស្នាក់នៅត្រឹមត្រូវទៀតតើពួកគេអាចចិញ្ចឹមជីវិតបានដោយរបៀបណាបើសិនជាគេបរបាញ់សត្វក៏គួរណាកំភ្លើងរបស់ពួកគេនឹងអស់គ្រាប់ដែរដោយសារតែពួកគេជាប់នៅក្នុងព្រៃនេះវាជាច្រើនខែមកហើយមិនមែនត្រឹមតែមួយអាទិត្យទៅពីរអាទិត្យអីនោះទេបើតាមសម្ដីលោកជ័យប្រាប់គាត់នោះបើមិន2ខែក៏3ខែដែរដែលពួកគេបានបាត់ខ្លួនទោះបីអ៊ំមិនបានតបទៅកាន់គេក៏គេនៅតែទទូចសុំអ៊ំឡើងទៅលើថ្នាក់ដោយហេតុថាពួកគេនៅតែនិយាយដដែលពេកលោកអ៊ំឯងគាត់ក៏នឹកឃើញល្បិចម្យ៉ាងពេលនោះគាត់ទាញដុំឈើមួយដែលចេញពីក្នុងថង់យាមរបស់គាត់យកមកសោតនៅបាលីដែលគាត់ចេះហើយគាត់ក៏គប់ទៅខាងក្រោមពេលនោះគាត់ក៏ស្រែកទៅកាន់ពួកគេថាពួកឯងឡើងមកក៏បានដែរប៉ុន្តែមុននឹងឡើងពួកឯងជួយរើសដុំឈើនោះឲ្យយើងផងនៅពេលដែលពួកគេឃើញលោកអ៊ំឯងគប់ដុំឈើបែបនេះពួកគេក៏សម្លឹងមើលមុខគ្នាពេលនោះបុរសម្នាក់នៅក្នុងចំណោមពួកគេក៏បានប្រាប់បុរសម្នាក់ទៀតឲ្យទៅកាន់ដុំឈើនោះដើម្បីយកមកឡើងលើថ្នាក់ទាំងពីរនាក់បងប្អូនដឹងថាយ៉ាងម៉េចទេនៅពេលដែលបុរសម្នាក់នោះបានដើរទៅកាន់ដុំឈើនោះគេក៏បានคล้ายទៅជារូបរាងដើមរបស់គេវិញដោយមានសភាពមុខយ៉ាងរលេះរលួយហើយកន្លែងពោះគេបងប្អូនយើងមើលទៅគឺធ្លុះទៅដល់ខាងក្រោយតែម្ដងអត់មានសាច់អត់មានអីបិទបាំងទេហើយគេក៏បានស្រែកថាក្តៅណាស់បន្តិចមកគេក៏បានរលាយបាត់ទៅចំណែកឯបុរសម្នាក់ទៀតដែលនៅកំពុងតែឈរនៅក្រោមថ្នាក់នោះគេក៏ដឹងថាពួកអ៊ំលេងល្បិចមកកាន់ពួកគេពេលនោះគេក៏ធ្វើទឹកមុខពោពេញទៅដោយកំហឹងហើយក៏ប្រែคล้ายទៅជារូបរាងដើមរបស់គេវិញផងដែរដោយរូបរាងដើមរបស់គេនោះគឺជាសត្វខ្លាមួយក្បាលដ៏ធំហើយសម្បុររបស់ខ្លានោះគឺឡើងចាស់មិនដឹងថាវាមានអាយុកាលប៉ុន្មានហើយទេបន្ទាប់មកវាក៏ក្រហមឡើងខ្ទើពេញព្រៃតែម្ដងហើយវាក៏កន្ទ្រប់ទៅនឹងគល់ឈើដែលគាត់សង់ថ្នាក់នោះអ្វីត្បិតតែគាត់ពាត់សីមាមែនប៉ុន្តែពេលដែលវាកន្ទ្រប់ទៅនឹងដើមឈើឡើងរង្គើបន្ទាប់មកទៅវាមួយកន្ទ្រប់ហ្នឹងទៅវាផ្លោងថយក្រោយវិញហើយថ្នាក់របស់គាត់នឹងមានតែបានសាងសង់មុំអីដោយសារគាត់គិតថាសម្រាប់តែមួយយប់ស្អែកឡើងគាត់នឹងត្រឡប់ទៅភូមិវិញដោយឃើញថាសភាពការមិនសូវស្រួលដែរគាត់ខ្លាចថ្នាក់របស់គាត់មានបញ្ហាទៅពួកគាត់ទាំង3អាចកាន់តែមានហានិភ័យទៀតពេលនោះលោកអ៊ំដែរហ្នឹងគាត់បានទាញកំភ្លើងមកបាញ់ចំវាប៉ុន្តែកំភ្លើងដែលបាញ់ហ្នឹងมันអាចធ្វើអ្វីវាបាននោះទេបន្ទាប់ពីលោកអ៊ំដែនគាត់បានបាញ់មកកាន់សត្វខ្លានេះហើយទើបធ្វើឲ្យសំឡេងកំភ្លើងហ្នឹងធ្វើឲ្យលោកអ៊ំលឹមដែលកំពុងសន្លប់ហ្នឹងគាត់ភ្ញាក់ដឹងខ្លួនអញ្ចឹងមានន័យថារឿងហេតុដែលកើតឡើងមុននេះមួយសន្ទុះធំហ្នឹងលោកអ៊ំលឹមគាត់មិនបានដឹងអីនោះទេគាត់កំពុងតែសន្លប់នោះឯងយើងក្រឡេកមកកាន់សត្វខ្លានេះវិញដោយសារតែកំភ្លើងមិនអាចធ្វើអ្វីវាបានវានៅតែក្រហមហើយលោតកន្ទ្រប់ទៅដើមឈើនោះធ្វើឲ្យថ្នាក់របស់ពួកគាត់កាន់តែរង្គើទៅពេលនោះលោកអ៊ំឯងគាត់ក៏បានទាញកំភ្លើងពីដៃលោកអ៊ំដែនមកហើយគាត់ក៏បានយកមកសោតបាលីដាក់កំភ្លើងនោះហើយកំឡុងពេលដែលគាត់កំពុងតែបញ្ចុះអាគមនៅក្របកំភ្លើងហ្នឹងពួកគាត់មិនអាចធ្វើអីខ្លានោះបានតែវានៅតែកន្ទ្រប់ហើយថ្នាក់របស់គាត់នឹង
គឺថាស្ទើរតែដាច់ខ្សែធ្លាក់មកក្រោមហើយកំឡុងពេលដែលលោកអ៊ំអេងកំពុងតែសោតអាគមដាក់កំភ្លើងនោះលោកអ៊ំដែនគាត់ក៏បានទាញនៅចង្កោមខ្លាមួយហើយគាត់សោតបល័យដាក់ចង្កោមខ្លានោះបន្តិចរួចក៏គប់វាទៅក្រោមចង្កោមខ្លានោះវាក៏បានប្រែក្លាយទៅជាសត្វខ្លាមួយដ៏ធំដែលស្ទើរតែមានរូបរាងប៉ិនខ្លាដែលនៅខាងក្រោមនោះឯងខ្លានោះវាក៏បានប្រយុទ្ធជាមួយនឹងព្រៃខ្លានៅខាងក្រោមនោះប៉ុន្តែខ្លាដែលយើងនិមិត្តចេញពីចង្កោមនេះវាមិនអាចយកឈ្នះទៅលើខ្លាដែលមានព្រៃកាន់នោះបានទេវាអាចជួយពន្យាពេលបានបន្តិចបន្តួចតែប៉ុណ្ណោះខ្លាទាំងពីរនោះវាប្រយុទ្ធគ្នាបន្លាយពេលប្រហែលជា10នាទីពេលនោះខ្លាលោកអ៊ំដែនដែលបាននិមិត្តចេញពីចង្កោមខ្លាហ្នឹងវាក៏បានចាញ់ទៅលើព្រៃខ្លានោះបន្ទាប់មកវាក៏រលាយបាត់ទៅនៅបន្សល់ត្រឹមតែចង្កោមខ្លានោះបន្ទាប់ពីព្រៃខ្លានោះវាយកឈ្នះទៅលើខ្លាដែលលោកអ៊ំដែនគាត់និមិត្តនោះហើយវាក្រហមឡើងខ្លាំងបន្ទាប់មកវាងាកងើយឡើងមកលើសម្លឹងមកកាន់ពួកគាត់ហ្នឹងហើយកំឡុងពេលដែលវាងាកមកហ្នឹងពេលនោះស្របពេលជាមួយនឹងលោកអ៊ំឯងនេះដែលគាត់បានបញ្ចុះអាគមទៅលើកំភ្លើងនេះហើយគាត់កំពុងតែភ្ជង់ទៅកាន់វាប៉ុន្តែគាត់មិនទាន់បាញ់ទេគាត់គិតថាបើសិនជាបាញ់ត្រូវខ្លួនត្រូវខ្នងខាងក្រោយហ្នឹងក៏មិនទាន់អាចធ្វើអ្វីវាបានដែរគាត់តែវាងាកមកកាន់ពួកគាត់ភ្លាមហ្នឹងលោកអ៊ំឯងគាត់កេះកាយទៅហ្នឹងក្របកំភ្លើងមួយក្របបានហោះទៅកាន់ថ្ងាសរបស់ខ្លានោះធ្វើឲ្យខ្លានោះវាគ្មានទៅបានប្រកាច់អីតាន់ទេដេកដួលនៅនឹងដីហើយពេលនោះស្រាប់តែមានផ្សែងខ្មៅមួយបានហោះចេញពីលើក្បាលរបស់សត្វខ្លានោះឡើងទៅលើបាត់ទៅបន្ទាប់ពីព្រៃខ្លានោះវាបានងាប់បាត់ទៅគាត់ក៏បាននាំគ្នាអង្គុយសង្កេតឃ្លាំមើលជុំវិញព្រៃនោះបន្តិចក៏ឃើញថាមានសភាពស្ងាត់ហើយមិនមានអ្វីកើតឡើងទៀតនោះទេពួកគាត់ក៏នាំគ្នាសម្រាកលុះរហូតដល់ព្រឹកឡើងពួកគាត់ក៏ចុះមកក្រោមថ្នាក់ហើយក៏បានយកសត្វខ្លាដែលងាប់នោះទៅកប់ហើយក៏បានសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដីនេះផងដែរដោយសារតែគាត់មកនេះហ្នឹងគឺពួកគាត់គ្មានចេតនាថានឹងយកជីវិតរបស់អ្នកណានោះទេប៉ុន្តែដោយសារមានគេមកបៀតបៀនគាត់មុនដូច្នេះហើយទើបពួកគាត់ដាច់ខាតត្រូវតែការពារអាយុជីវិតរបស់ពួកគាត់ដែរបន្ទាប់ពីកប់សាកសពខ្លានោះហើយនឹងពួកគាត់ក៏នាំគ្នាមកកន្លែងដែលមានកំណប់នោះបន្ទាប់មកពួកគាត់ក៏នាំគ្នាជីកកំណប់នោះតែម្ដងបន្ទាប់ពីជីកជម្រៅចូលទៅក្នុងដីនឹងប្រហែលជាជិត1ម៉ែត្រក៏បានឃើញមានក្រទិនមួយពេលនោះលោកអ៊ំលឹមគាត់ថាគាត់សប្បាយចិត្តមែនទែនបន្ទាប់ពីឃើញក្រទិននោះហើយគាត់គិតថា 100% គឺកំណប់ដែលជីតារបស់គាត់បានលាក់ទុកនឹងឯងនៅពេលដែលគាត់ឃើញក្រទិននោះហើយនឹងពួកគាត់ក៏នាំគ្នាលើកក្រទិនដែលធំមួយនោះឡើងមកលើបន្ទាប់មកលោកអ៊ំលឹមហ្នឹងគាត់បានស្រវេស្រវាហើយបើកគម្របក្រទិននឹងមើលក្រទិនហ្នឹងវាអត់មានគម្របទេវាគឺជាឆ្នុកឈើមួយបន្ទាប់ពីគាត់បើកគម្របក្រទិននោះបានហើយគាត់អត់មានឃើញអ្វីនៅក្នុងនោះទេមានតែក្រណាត់រហែករយីបន្តិចបន្តួចដែលវាផុយរលួយនៅក្នុងក្រទិនហ្នឹងពេលនោះធ្វើឲ្យលោកអ៊ំលឹមហ្នឹងគាត់អស់សង្ឃឹមមែនទែនចំណែកឯលោកអ៊ំឯងហើយលោកអ៊ំដែនវិញពួកគាត់មិនទៅបានឈឺក្បាលជាមួយនឹងរឿងដែលអត់មានកំណត់នេះទេដោយសារគាត់គិតទុកមុនថាសឹងតែ 100% ហើយវាមិនអាចមានកំណត់ដែលនៅសល់មកដល់ឥឡូវនោះទេនេះដោយហេតុថាគាត់បំពេញបំណងលោកអ៊ំលឹមដែលគាត់ចង់មកហ្នឹងហើយគាត់ខ្លាចលោកអ៊ំលឹមហ្នឹងលួចមកម្នាក់ឯងទៅគាត់ទាំងពីរនាក់ហ្នឹងដាច់ចិត្តមកដែរហើយហេតុការណ៍ទាំងអស់ដែលបានកើតឡើងតាំងពីពួកគាត់ចូលមកព្រៃនេះទៅវងមកហ្នឹងបងប្អូនសាក់សម័យមើលបើសិនជាលោកអ៊ំលឹមគាត់ចូលមកម្នាក់ឯងឬក៏គាត់ទៅរកនរណាម្នាក់ទៀតឲ្យមកជាមួយដែលអត់ចេះនៅមន្តអាគមគាថាហ្នឹងច្បាស់ណាស់ថាពួកគាត់សឹងតែមិនមានជីវិតត្រឡប់ទៅដល់ភូមិវិញទេបើសិនជាអត់មានលោកអ៊ំទាំងពីរមកជាមួយដោយហេតុថាពួកគាត់បានកាយកំណប់មើលរួចរាល់អស់ហើយក៏មិនមានសេះសល់អ្វីនៅក្នុងនឹងដែរពេលនោះពួកគាត់ក៏នាំគ្នារៀបចំអីវ៉ាន់ដើម្បីចូលទៅក្នុងភូមិវិញរហូតដល់ពួកគាត់ធ្វើដំណើរទៅដល់ភូមិស្រុករបស់គាត់វិញដោយសុវត្ថិភាពហើយសាច់រឿងមួយនេះដែរហ្នឹងពេលដែលគាត់ចូលហ្នឹងមិនមែនថាអត់មានកំណប់ហ្នឹងពួកគាត់អត់មានបានអ្វីសោះទេបងប្អូនពួកគាត់
បានកាប់ឆ្នាំកាប់អីខ្លះដែរប៉ុន្តែខ្ញុំអត់បានរៀបរាប់វាចូលក្នុងសាច់រឿងហ្នឹងខ្ញុំរៀបរាប់តែហេតុការណ៍ដែលគាត់បានជួបផ្សេងទៀតហើយសាច់រឿងរបស់យើងហ្នឹងក៏ដល់ទីបញ្ចប់ផងដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នៅវីដេអូរបស់ខ្ញុំមួយនេះសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តប្រសិនបើមានចំណុចខ្វះខាតត្រង់កន្លែងណាបងប្អូនទាំងអស់គ្នាជួយ comment ប្រាប់ផងស្រួលខ្ញុំកែតម្រូវនៅវីដេអូបន្ទាប់ទៀតដោយសារវីដេអូនេះគឺជាសាច់រឿងទី1ក្នុង channel របស់ខ្ញុំផងដែរសូមអរគុណសូមជម្រាបលា